ឯកឧត្តមអ៊ុនបុតអភិបាលរងខេត្តនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនួនផារតអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីកាត់ខ្សែបូសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសាលាពុទ្ធិកបឋមសិក្សានិងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកកុំព្យូទ័រចំនួន67អង្គនាក់ស្ថិតនៅក្នុងវត្តអនុជិតហៅវត្តក្រាំងដើមនាព្រឹកថ្ងៃទី26ខែមេសាឆ្នាំ2026នេះឯកឧត្តមអ៊ុនបុតអភិបាលរងខេត្តនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនួនផារតអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីកាត់ខ្សែបូសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសាលាពុទ្ធិកបឋមសិក្សានិងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកកុំព្យូទ័រចំនួន67អង្គនាក់នៅវត្តអនុជិតហៅវត្តក្រាំងដើមភូមិក្រាំងដើមឃុំងនស្រុកសណ្ដានខេត្តកំពង់ធំញៀវកិត្តិយសអញ្ជើញចូលរួមអបអរសាទរក្នុងពិធីនោះរួមមានតំណាងមន្ទីរធម្មការនិងសាសនាព្រះទេពសត្ថាបារមីព្រះមេគុណខេត្តកំពង់ធំលោកប្រធានក្រុមប្រឹក្សាស្រុកលោកអភិបាលរងតំណាងលោកអភិបាលស្រុកព្រះគ្រូអនិគុណស្រុកសណ្ដានលោកមេឃុំងនជំទប់ក្រុមប្រឹក្សាឃុំលោកនាយប៉ុស្តិ៍កម្លាំងកងរាជអាវុធហត្ថព្រះវិន័យធម៌ព្រះគ្រូចៅអធិការវត្តអនុជិតហៅវត្តក្រាំងដើមព្រះសង្ឃព្រះគ្រូចៅអធិការគ្រប់វត្តក្នុងឃុំងនលោកមេភូមិអនុភូមិសមាជិកភូមិព្រមទាំងសប្បុរសជននានាលោកគ្រូអ្នកគ្រូក្មួយសិស្សានុសិស្សលោកតាជីលោកយាយជីនិងបងប្អូនប្រជាពលរដ្ឋជាពុទ្ធសាសនិកចំណុះជើងវត្តសមាជិកសមាជិកានិមន្តចូលរួមសរុបប្រមាណជាង400នាក់យ៉ាងច្រើនកុះករលោកសឹកភួយប្រធានក្រុមប្រឹក្សាឃុំងនបានឡើងធ្វើរបាយការណ៍ស្វាគមន៍ជូនឯកឧត្តមប្រធានគណៈអធិបតីបានជ្រាបអំពីស្ថានភាពភូមិសាស្ត្រក្នុងឃុំរួមជាមួយនឹងសមិទ្ធផលសំខាន់មួយចំនួនដែលរដ្ឋបាលឃុំបានអនុវត្តជាបន្តបន្ទាប់ក្នុងឆ្នាំកន្លងមកនិងលើកទិសដៅសម្រាប់អនុវត្តឆ្នាំថ្មីបន្ថែមទៀតស្ថិតក្នុងឱកាសនៃការចូលរួមអបអរសាទរពិធីកាត់ខ្សែបូឆ្លងសាលាពុទ្ធិកបឋមសិក្សានិងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកកុំព្យូទ័រវគ្គ Word Excel ចំនួន67អង្គអ្នកនាពេលនេះដែរឯកឧត្តមអ៊ុនបុតអភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តកំពង់ធំនិងជាប្រធានគណៈអធិបតីបានមានមតិសំណេះសំណាលមួយចំនួនទៅកាន់សមាជិកសមាជិកាក្នុងអង្គពិធីនោះគឺដោយមានការខិតខំប្រឹងប្រែងដោយផ្ដើមគំនិតកសាងសាលាពុទ្ធិកបឋមសិក្សានិងប្រគល់វិញ្ញាបនបត្រក្នុងថ្ងៃនេះពីសំណាក់ព្រះវិន័យធម៌ព្រះគ្រូចៅអធិការវត្តអនុជិតហៅវត្តក្រាំងដើមព្រះគ្រូអនុគុណស្រុកសណ្ដានលោកមេឃុំនិងសហការីសប្បុរសជនលោកអាចារ្យគណៈកម្មការលោកយាយលោកតាប្រជាពុទ្ធបរិស័ទចិត្តឆ្ងាយជ្រះថ្លាជាអ្នកគោរពប្រតិបត្តិជឿជាក់លើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋបានស្រស់ស្រួលមូលមតិគ្នារៀបចំកម្មវិធីនេះឡើងការសាងសង់សាលាពុទ្ធិកបឋមសិក្សានេះគឺពិតជារួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំបណ្ដុះបណ្ដាលផ្ដល់ចំណេះដឹងទាំងផ្លូវបព្វជិតទាំងផ្លូវក្រហមដើម្បីរួមចំណែកកសាងសមត្ថភាពធនធានមនុស្សដែលមានក្រមសីលធម៌រស់នៅក្នុងសង្គមប្រកបដោយសេចក្តីថ្លៃថ្នូរជាពិសេសជួយអភិវឌ្ឍខ្លួនឯងគ្រួសារសហគមន៍និងប្រទេសជាតិទាំងមូលឲ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងផ្លូវលោកផ្លូវធម៌ផងដែរចុងក្រោយឯកឧត្តមប្រធានគណៈអធិបតីរួមជាមួយនឹងភ្ញៀវកិត្តិយសបានអញ្ជើញប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកកុំព្យូទ័រដល់សិក្ខាកាមនិងអញ្ជើញកាត់ខ្សែបូឆ្លងសាលាពុទ្ធិកបឋមសិក្សាប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅសូមអរព្រះគុណនិងអរគុណ